ប្រិយមិត្តទាំងអស់គ្នាជាទីគោរពនេះគឺជាវីដេអូដែលខ្ញុំទទួលបានពីមិត្តភ័ក្តិតាមបណ្ដាញអ៊ីនធឺណិតបងប្រុសម្នាក់នេះមិនមែននិយាយជាមួយនឹងខ្យល់ទេគឺគាត់មានអារម្មណ៍ថាគាត់កំពុងតែនិយាយជាមួយនឹងវិញ្ញាណអាក្រក់រឿងហេតុគឺដោយសារតែគាត់គឺជាអ្នកដែលបើករថយន្តដឹកទំនិញជូនអតិថិជនរបស់គាត់តាមបណ្ដាខេត្តឆ្ងាយៗឬក៏ទីតាំងដាច់ស្រយាលវីដេអូពេញទាំងអស់នេះគឺត្រូវបានចាប់ប្លង់ដោយកាមេរ៉ាសុវត្ថិភាពដែលដាក់តាំងនៅខាងមុខឡានរបស់គាត់ផ្ទាល់ប្រិយមិត្តទាំងអស់គ្នាមិនថាអ្នកដែលធ្វើការដឹកទំនិញជូនអតិថិជនរបស់គាត់នៅតាមបណ្ដាខេត្តឬក៏ផ្លូវដាច់ស្រយាលឆ្ងាយៗទេសូម្បីតែអ្នកដែលគាត់មានការងារឡើងចុះខេត្តអ្នកញយក៏ត្រូវបានជួបប្រទះជាមួយនឹងរឿងជូរចត់មួយចំនួនផងដែរតែប្រាប់តែកាន់អ្នកដទៃគេមិនជឿយើងទេតើតាមានបទពិសោធន៍ជួបខ្លួនឯងទៅដឹងថ្ងៃនេះប្រិយមិត្តខ្ញុំមានរឿងផ្ញើជូនអ្នកស្ដាប់ទាំងអស់គ្នាធ្វើការតាមដានស្ដាប់តូចទៅក្នុងកំឡុងពេលអាយុ25ឆ្នាំបានរៀបការមានប្រពន្ធពេលនោះខ្ញុំបានចាប់អាជីពមួយជាអ្នកបើកបរដឹកទំនិញជួនអតិថិជនគ្រប់កន្លែងទៅដល់ទីតាំងណាក៏ខ្ញុំបានដឹកដែរការងាររបស់ខ្ញុំល្អណាស់ខ្ញុំមានប្រជាប្រិយភាពជាងគេនៅក្នុងក្រុមហ៊ុនតកែពេញចិត្តខ្ញុំមានបងមួយណាក៏បានតម្លាក់ឲ្យដែរថ្ងៃនេះមានទទួលបានបងពិសេសមួយដែលមានតម្លៃខ្ពស់ក៏មិនដឹងថារបស់នៅក្នុងនឹងជាអ្វីដែរគ្រាន់តែដឹងតែថាទទួលបាននៅកម្រៃល្អខ្ញុំពេញចិត្តនឹងសប្បាយរីករាយក្នុងការធ្វើការនេះព្រមតែរៀបចំទំនិញរួចរាល់ខ្ញុំបានធ្វើការចេញដំណើរទៅទាំងយប់តែម្ដងពីព្រោះអាវ៉ាន់នេះគឺគេប្រាប់ថាត្រូវបញ្ញាបន្ទាន់មកដល់ផ្លូវលបឿនលឿនខ្ញុំបានសុតឡានរៀងលឿនបន្តិចណាព្រោះរឿងស្ងាត់ដែរហើយមានតែម្នាក់ឯងបើកនៅលើផ្លូវហ្នឹងទេបន្តិចក្រោយមកស្រាប់តែខ្ញុំក៏លេចឃើញនៅខាងមុខខ្ញុំមានឡានរថយន្តក្រុងមួយតែធ្វើឲ្យខ្ញុំមានអារម្មណ៍ឆ្ងល់ថាមិនអត់មានឃើញរថយន្តមួយណាទេដល់ជិះទៅជន់ទៅស្រាប់តែឃើញរថយន្តនោះដូចតាំងពីចំនួន70 80អញ្ចឹងអំពូលភ្លើងខ្លះក៏ដាច់មកចាហៀងទៅនៅមកចាហៀងធម្មតាការងាររបស់ខ្ញុំពេលបាក់ឡានខ្ញុំចង់អារម្មណ៍ខ្លាំងណាស់កំពុងតែគិតអារឿងដែលឃើញឡានក្រុងនេះធ្វើអារម្មណ៍ខ្ញុំវាមិនដឹងថាទៅបុកប៉ះជាមួយនឹងអ្វីទេស្រាប់តែឡានរបស់ខ្ញុំឡើងទៅមុខកើតហើយលើសូសំឡេងផាំងទៅក៏បានចុះទៅមើលមានអារម្មណ៍ថាទៅដល់តែឃើញឡានណាមួយគឺចាប់ឡាននឹងតែម្ដងប៉ុន្តែវាមិនដូចអីដែលខ្ញុំគិតទេឡានក៏ជន់ឡើងទៅមុខដែរវាខូចនៅនឹងបដ ாய் ចុះទៅខាងក្រោមពិនិត្យមើលរួចរាល់សពកន្លែងហើយមិនមានបញ្ហាអ្វីទេពេលដែលខ្ញុំអើតមើលទៅខាងក្រោមឡានទើបខ្ញុំប្រទះឃើញរបស់ចម្លែកមួយវាដូចជាផ្នែកមួយជ្រុងម្ខាងនៃគូតឡានណាគឺជាគូតឡានដូចទៅនឹងគូតឡានដែលខ្ញុំបានឃើញឡានក្រុងនឹងអញ្ចឹងក៏ប៉ុន្តែវាជាប្រភេទกระดาษពេលហ្នឹងក៏ខ្ញុំមានអារម្មណ៍ចាប់ផ្ដើមភ័យថានៅលើដងវិថីស្ងាត់ម្នាក់ឯងជួបរឿងបែបនេះបើសិនជាមានបញ្ហាអ្វីគឺគ្មានពីណាជួយទាន់ទេក៏បានធ្វើការរៀបចំឡើងទៅលើឡានដើម្បីជិះបន្តដំណើរទៅមុខទៀតព្រោះកន្លែងនេះស្ងាត់ខ្លាំងអត់អាចនៅម្នាក់ឯងបានទេរបស់យកកំពុងតែភ័យផងស្ដារឡានក្រុងនោះមិនដឹងថាលេចឡើងនៅចំពោះមុខខ្ញុំតាំងពីពេលណាពេលហ្នឹងអារម្មណ៍ខឹងព្រោះមិញហ្នឹងក៏បានបើកទៅប៉ះគូតឡានក្រុងហ្នឹងខោទៅស្ដីឲ្យម្ចាស់ឡានហ្នឹងតិចថាបើកឡានរបៀបម៉េចមិនទាន់នឹងទៅដល់ក្បាលឡានផងឃើញត្រឹមតែគូតឡាននេះក៏មានអារម្មណ៍ថាភ័យបាក់រោមណាសក់វិញឡើងបាក់ជ្រងឡានក្រុងរហួសសេរីតាំងពីចំនួន70 80ហើយមកឈប់នៅកន្លែងស្ងាត់អញ្ចឹងគួរឲ្យខ្លាចណាស់ទាញយកខ្សែកបតោងប្រាស់ដែលខ្ញុំបានដាក់ជាប់ខ្លួនហ្នឹងយកសូត្រផងអីផងដើម្បីឲ្យឡានរបស់ខ្ញុំនេះបានដំណើរការទៅវិញវាជាការល្អមែនទែនគ្រាន់តែពេលសូត្រហើយក៏បានធ្វើការដេរឡានទៅក៏ឆេះគាត់ថាត្រូវតែជន់ឡានហ្នឹងទៅមុខហើយអត់បានធ្វើការនៅមើលរថយន្តនឹងទៀតទេខ្លាចណាស់នៅពេលដែលជន់ឡានទៅធំអត់បានទេថាអត់មើលទេណាតែធំអត់បានក៏កលៃទៅមើលបន្តិចទៅកលៃទៅមើលក្នុងរថយន្តនឹងគ្មានមនុស្សបើកទេអញ្ចឹងមកនៅទីនឹងបានយ៉ាងម៉េចពេលហ្នឹងក៏បានធ្វើការជន់ឡានទៅមកវឺទៅផុតកន្លែងហ្នឹងបាត់ទៅខ្ញុំគិតថារឿងទាំងអស់ដែលខ្ញុំបានជួបវិញហ្នឹងវាគ្រាន់តែជាការស្មារតីរបស់ខ្ញុំឯណាតាំងអារម្មណ៍មកវិញពុទ្ធោអើយឡានហ្នឹងមកនៅពីមុខខ្ញុំតាំងពីកាលណាមកធំអត់បានទេក៏រកផ្ទះសំណាក់មួយទៅសម្រាប់សិនហើយចាំស្អែកឡានបន្តដំណើរទៅមុខទៀតអត់កើតទេរហូតដល់ថ្ងៃស្អែកពេលព្រឹកបានដឹកអវ៉ាន់ទៅដល់ទីតាំងរបស់គេហើយគេកំពុងតែរើអវ៉ាន់តែអវ៉ាន់ហ្នឹងខ្ញុំអត់ដឹងថាអីដែរពួកគេរើមិនបានប្រយ័ត្នហ្នឹងក៏បានរបូតគំនាបគ្នាបឈើកលនៅខាងក្រៅហ្នឹងស្រាប់តែលេចចេញមកជាមួយឈុំគឺជាម្ចាស់ដែលដឹកតំណែងហ្នឹងមកតាំងពីទីក្រុងរហូតមកដល់ទីតាំងនេះខ្ញុំអត់បានដឹងទេថាវាជាអ្វីបានប្រទេសទូរស័ព្ទប្តឹងប៉ូលីសបើកមើលទៅស្រាប់តែឃើញសាកសពបរិសម្នាក់ហើយនៅក្បែរគាត់នឹងបានដាក់រថយន្តឡានក្រុងមួយដែលខ្ញុំបានឃើញពីយប់មិញនឹងឯងខ្ញុំមានអារម្មណ៍ព្រុសស្បល់ណាពេលហ្នឹងបរិសម្នាក់ហ្នឹងប៉ូលីសបានឆែកដឹងថាគាត់គឺជាបុគ្គលិកដែលធ្វើការនៅជាមួយនឹងលោកតកែមួយម្នាក់ដែលបានហៅខ្ញុំទៅដាក់អវ៉ាន់ហ្នឹងឯងហើយប្រហែលថ្ងៃមុនហ្នឹងបរិសម្នាក់ហ្នឹងត្រូវបានស្លាប់ដោយសារតែឡានរថយន្តក្រុងបានបុកពេញមួយទំហឹងហើយដោយសារតែគាត់
តកែហ្នឹងគាត់ថាំលុយគាត់ហៅអារថយន្តជាមួយដឹកសពនោះទេគាត់មកហៅខ្ញុំវិញហើយគាត់មានបានប្រាប់ថានៅក្នុងនឹងដាក់សពឯណាក្រោយពេលបរិះនឹងស្លាប់តកែហ្នឹងគាត់បានឲ្យលុយទៅកាន់គ្រួសារមួយចំនួនតូចទេខែឲ្យខ្ញុំដឹកសពហ្នឹងត្រឡប់ទៅឲ្យប្រពន្ធកូនគេធ្វើបុណ្យនឹងឯងរឿងយើងថាបានចប់បាយបាយ